នេះក៏សូមស្ដីអនុញ្ញាតគ្រប់នឹងជម្រាបសួរអាដាមលើកជំទាវអ្នកអញ្ញាអស់លោកស្រីអ្នកនាងកញ្ញាលោកតាលោកយាយលោកពូនិមិញពុកម៉ែបងប្អូនទស្សនិកជនដែលទស្សនានៅទីនេះផ្ទាល់ក៏ដូចជាទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅឯគេហដ្ឋានជាទីគោរពនិងជាទីនឹករលឹកស្វាគមន៍វិលត្រឡប់មកជួបគ្នាជាថ្មីនៅក្នុងសប្តាហ៍ថ្មីពីកម្មវិធីតន្ត្រី Bacchus ចាតន្ត្រីBacchusតែងតែផ្ដល់ជូនលោកអ្នកនៅភាពសប្បាយរីករាយតាមរយៈការជួបជាមួយនឹងតារាចម្រៀងល្បីៗនៅក្នុងវិទ្យាសាស្ត្រកម្ពុជាវត្តមានទាំងតារាសិល្បៈរៀមច្បងតារាជំនាន់ថ្មីជំនាន់ក្រោយក៏ដូចជាមានទាំងទស្សនីយភាពដូចជាឆាកកំ pl ែងឬក៏ show ពិសេសចាហើយគេថាសតធម្មការអញ្ជើញជួបជាមួយដល់យើងល្បីជាច្រើននៅពួកគាត់អញ្ជើញតាមវិទ្យកម្មproduction កម្ម Sunday មកសឹងតែបាទមកកម្មទាំងអស់ចា Sunday មកចំនួន2រូបមកចំនួន1រូបផងដែរចាថ្ងៃនេះប្រហែលជាមានតារាចម្រៀងដែលជាសំណាប់ចិត្តរបស់ទស្សនិកជននៅទីនេះចាមិនឲ្យសុខសប្បាយហេតុបាទអីនេះសក់ភ្លេចមើលសក់ភ្លេចមើលសក់ចូលឆ្នាំបងហេរ៉ូលេងខ្សែសក់លយមកចាហៀងឡើងមកចាហៀងរៀបខ្ញុំនេះដៃគូខ្ញុំចាំពិតទៅជាងប្រចាំដែលគាត់ធ្លាប់ធ្វើឲ្យហ្នឹងគាត់មានតរៈមានអារម្មណ៍ថាថ្ងៃនេះបើយើងទាំង3នាក់ហ្នឹងដូរម៉ូតសក់ទាំង3ហ៎សំបីតែកៅអៅក៏ខុសគ្នារាល់គ្នាព្រោះខ្ញុំប្រាប់ថាថ្ងៃនេះជាថ្ងៃដែលខ្ញុំចំណាយពេលវេលាឲ្យជាងធ្វើសក់យូរបំផុតហើយងូត spray ព្រោះជាទូទៅខ្ញុំអត់ចូលចិត្តឲ្យធ្វើសក់ច្រើនទេខ្លាចខូចសក់ណាអូខ្ញុំអត់ដែលបានធ្វើសក់ទេចាធ្វើតែក្បែរសក់ហ្នឹងបាទដូចជានេះគៀនយើងឈូសវាយ៉ាងខ្លីៗអញ្ចឹងហ្នឹងមកសុំស្ទាបតិចមើលរឹងស្ទាបកុំវាយទេចង់មុតដៃសក់បងហេរហ៊ានតែប៉ះទៅប៉ោបាយទាំងអស់សក់នេះបើខ្ញុំបានតែអាចចង់កពយបន្តិចអូមានកប៉ោយទៀតណាទស្សនិកជនតិចចាសុំកាមេរ៉ាម្នាក់ទៅបាទនេះម៉ូតនេះខ្ញុំឃើញមិញគង់វាលយាមផ្ទះខ្ញុំចិត្តចូលឆ្នាំហ៎គឺថាម៉ូតនេះម៉ូតដែរងាយលឿនមកចងមកសួលអត់បាច់ទៅជាងទៅកបួចមកទាញតែកស៊ូចងសក់មួយរួចហ្មងនិយាយទៅថ្ងៃនេះបានខទៅកញ្ញាrồi là đây phải tê tọt lướt được này đừng bẹp bộ ấy bông hero có tê trong bộ cả hòm không tam bộ tiên cả hòm mà xa đọc pe chọn cam thị bản đảo một nấng đạn cả hòm tới chứ siêu cam thị ní đạn đồ bò gì đây và lại ngày nay từ băng school chun lộ bốc chào chun bon nè từ pi chun bon từ đó bong ôn chia bờ rót chào từ này cái chun này tin đi cái đôi chân này tam cái than vừa bà sinh chỉ khang chấn cái hai thà từ trên mìnhนี่คือខ្មែរយើងចុងក្រោយដោយសារនាងខ្ញុំអ្នកខ្លះក៏ថាឃើញនាងខ្ញុំតែនាងខ្ញុំសែនចិនដែរម្ដាយនាងខ្ញុំគាត់កាត់ចិនតែលោកពុកនាងខ្ញុំគាត់ខ្មែរសុទ្ធអញ្ចឹងអត់អាចទៅឆេងមេទេគឺយកចង្ហាន់ទៅប្រគេនប្រសើរបើខ្ញុំនេះកាត់ច្រើនសះពេកយកស្អីចូលមិនឃើញទេបុនស្អីចាំតែចូលឆ្នាំខ្មែរហើយជុំមិនបានតែ2ហ្នឹងតែពីហ្នឹងអូបានមួយទៀតចូលឆ្នាំសកលគេដែរឆ្នាំសកលចាឥឡូវមហាសង្ក្រាន្តចិត្តមកដល់សល់តែរយៈពេល9ថ្ងៃដល់ថ្ងៃទី5យកថ្ងៃទី14 15 16ចារកថយក្រោយទាំងអស់គ្នាហើយខ្ញុំបាទ3បងប្អូនរយៈពេល2អាទិត្យផងដែរថ្ងៃទី9ខ្ញុំបាទចេញទៅសម្ដែងនៅប្រទេសជប៉ុនបាទអញ្ចឹង3បងហេរ៉ូអូទៅជប៉ុនខ្ញុំចូលចិត្តកូនសិស្សជប៉ុនស្អាតហ្នឹងហ៎និយាយស្អីស្អាតជាងខ្មែរទៀតស្អាតមកហើយសំឡេងព្រោះណាព្រោះគេនិយាយថាម៉េចទៅចេះតែអានោះខ្ញុំជិះមកមកដែរភាសាជប៉ុនបើការពីបងតោទៅមុនបាទអញ្ចឹងពីការសុំជុំតែមីកតោហើយមីអ្នកស្រីអាចនិយាយមួយអារីកតោកូសាយម៉ាចេះមកបានខ្ញុំចេះមួយទៀតសរិញម៉ាស្តាសអាហ្នឹងស្អែកជួបគ្នាអូបាទ see you tomorrow អញ្ចឹងអាហ្នឹងហើយមួយទៀតសរិញម៉ាស្តាស៊ីមចកថាមចកបាទអូអាហ្នឹងសាច់គោអាំងចាអរគុណច្រើនអញ្ចឹងមុននឹងជួយជាមួយនឹងការផ្ដល់ជូននូវភាពសប្បាយរីករាយក៏សូមអនុញ្ញាតអរគុណទៅដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខពីកម្មវិធីរបស់យើងអរគុណចំពោះក្រុមហ៊ុនភេសជ្ជៈ Bacchus ភេសជ្ជៈបើកម្លាំងលេខ1នៅប្រទេសកូរ៉េដែលផ្សំអំពីយិនសិននិងសារធាតុជាច្រើនសម្រាប់ជំនួយរាងកាយនិងខួរក្បាលធ្វើឲ្យរាងកាយមាំមួននិងកម្លាំងខ្លាំងក្លាបំបត្តិនូវភាពនឿយហត់ Bacchus បន្ថយនូវភាពអស់កម្លាំងឈឺក្បាលនិងជំនួយស្មារតីនៅក្នុងការបើកបរ Bacchus បន្សាបនូវជាតិស្រវឹងនិងជួយសម្រួលចង្វាក់បេះដូងជួយការពារប្រព័ន្ធកោសិកាថ្លើមជំនួយស្មារតីនិងបង្កើននូវភាពចងចាំលោកអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងជាមួយនឹង Bacchus Sugar Free ដែលគ្មានសារធាតុស្ករ 100% Bacchus លើសពីភេសជ្ជៈបើកម្លាំងបាទអរគុណដើម្បីបើកទំព័រនៃកម្មវិធីដូច្នេះក៏សូមសម្លេងស្វាគមន៍បានខ្លាំងណាស់អ្នកគ្នាបាទ
ជាសង្សារបងខំចិត្តបងខំការពិតឈឺតែបងអូនចូលមកក្បែរលាក់បេះដូងលាក់បាំងបងព្រមតែអូននៅស្នេហ៍គីអោបទាំងក្តៅទ្រូងស្នេហាខ្ញុំគេបន្លំធ្វើស្នេហ៍ខ្ញុំធ្វើស្មោះដូចណាំងបន់ទូខ្លួនល្ងងមើលមិនច្បាស់ឃើញរត់ច្បាស់ពេលដែលស្នេហ៍ចាំងអូនវិលវិញជាសង្សារបង្ខំចិត្តគ្មានក្តីសុខមានតែរឿងទុក្ខសោកនៅថែប្រចាំស្រឡាញ់ពីខ្លាំងរត់ជួបកម្មត្រាប់បេះដូងរាប់ឆ្នាំជាមួយទឹកភ្នែកនិយាយមួយម៉ាត់មកអូនថាអូនមិនធ្លាប់ស្នេហ៍បងហើយសុទ្ធប្រាប់បេះដូងថាអូនគ្រាន់ធ្វើលេងទេមុនមិនដែលស្មោះក៏មិនដែលស្នេហ៍ក៏ល្ងងមែនទេព្រោះអូនសំណងតែបងធ្វើអ្វីបើអូនមិនធ្លាប់មានចិត្តហើយប្រឹងធ្វើអាណិតឲ្យបងលំស្នេហ៍ត្រឹមត្រូវអូនថាធ្វើលេងតែបងជឿមែនហើយបងស្ទើរឈួតហើយព្រោះអូទាំងក្តៅទ្រូងស្នេហាខ្ញុំគេបន្លំធ្វើស្នេហ៍ខ្ញុំធ្វើស្មោះដូចណាំងបន់ទូខ្លួនល្ងងមើលមិនច្បាស់ឃើញរត់ច្បាស់ពេលដែលស្នេហ៍ចាំងអូនវិលវិញជាសង្សារបង្ខំចិត្តគ្មានក្តីសុខមានតែរឿងទុក្ខសោកនៅថែប្រចាំស្រឡាញ់គេខ្លាំងរត់ជួបកម្មត្រាប់បេះដូងរត់ឆ្នាំជាមួយទឹកភ្នែកនិយាយមួយម៉ាត់មកអូនថាអូនមិនធ្លាប់ស្នេហ៍បងហើយសុទ្ធប្រាប់បេះដូងថាអូនគ្រាន់ធ្វើលេងទេគុណមិនដែលស្មោះក៏មិនដែលស្នេហ៍ក៏ល្ងងមែនទេជឿអូនសំណងក្បែរបងធ្វើអ្វីបើអូនមិនធ្លាប់មានចិត្តហើយប្រឹងធ្វើអាណិតឲ្យបងលំស្នេហ៍ត្រាំត្រើយអូនថាធ្វើលេងតែបងជឿមែនហើយបងស្ទើរឈួតហើយព្រោះអូននិយាយមួយម៉ាត់មកអូនថាអូនមិនធ្លាប់ស្នេហ៍បងហើយសុទ្ធប្រាប់បេះដូងថាអូនគ្រាន់ធ្វើលេងទេគុណមិនដែលស្មោះក៏មិនដែលស្នេហ៍ក៏ល្ងងមែនទេជឿអូនសំងំតែបងធ្វើអ្វីបើអូនមិនធ្លាប់មានចិត្តហើយប្រឹងធ្វើអាណិតឲ្យបងលំស្នេហ៍ត្រាំត្រូវអូនថាធ្វើលេងតែបងជឿមែនហើយបងស្ទើរឈួតហើយព្រោះអូសូមអរគុណបាទជំរាបសួរលោកសា បណ្ណស័កបាទសុខស សុខ ប្បាយ សប្បាយណាមិនសុំចេញមកក៏មុខតិចមកមិញដូចជាទ្រង់តក់កុហលដល់ជាប់ផ្លូវអី ជាប់ផ្លូវ ជាប់ក្នុងណា ជាប់ទេជាប់ស្ទះ ផ្លូវអត់ជាប់ស្ទះ ស្ទះផ្លូវ ចរាចរណ៍ចា ហើយយ៉ាងម៉េចទៅបើឃើញថាសង្សារបង្ខំចិត្តបាទដូចឈឺចាប់គេធ្វើគេធ្វើជាស្រឡាញ់យើងមែន បាទហ្នឹងហើយព្រោះថាគេធ្វើជាបង្ខំចិត្តស្រឡាញ់យើង បាទ បាទហើយមករយៈនេះរវល់ទេបាទ បាទរវល់ច្រើនដែរ ព្រោះមើលទៅឥឡូវសាច់ឈាមដូចជារឿងស្រស់ថ្លាអញ្ចឹងទៅហើយរឿងស្រកជាងមុនបន្តិចប្រហែលជារវល់កើបគេនេះរដូវប្រមូលផលណា ប្រមូលផលណា អត់អញ្ចឹងទៅរឿងរវល់ច្រើន ចាហើយសម្រាប់ចូលឆ្នាំខាងមុខប្រហែលជាមួយអាទិត្យទៀតហ្នឹងនឹងមានគម្រោងអញ្ជើញទៅខាងណាខាងណីដែរចាសម្រាប់
ការអូនចូលឆ្នាំចា បាទខ្ញុំឱកាសចូលឆ្នាំនេះគឺថាអត់ទាន់មានកម្រងនឹងទៅណាផង ចាអត់ទាន់ បាទមានកម្រងអញ្ជើញទៅបាទអង្គរសង្ក្រាមបាទ ចា អូលោកសាបែបងាយទៅនេះទេព្រោះយប់ឡើងគាត់ជាចង់និយាយថាបាក់សេរីត្រីចមួយរូបព្រោះយប់ឡើងគាត់ជាប់ច្រៀងនៅក្លឹបកំសាន្តអញ្ចឹងទៅភាគច្រើនគឺកម្របានត្រាបើសិនជាដាក់ច្បាប់ដល់2 3ថ្ងៃខ្ញុំជឿថាតកែដូចជាមិនងាយអនុញ្ញាត ចង់ជួបគាត់បាទអាចជិះទៅបាន ចូលឆ្នាំទៀតណាចាចូលឆ្នាំទៀតប្រហែលនៅកន្លែងធ្វើការរបស់គាត់ក៏មាន promotion ពិសេសដែរណា អរគុណលោកសាចឹងជួបគ្នាវគ្គក្រោយណាអនុញ្ញាតសូមអរគុណចាំបាទអរគុណអរគុណទីកម្មវិធីរបស់យើងក៏បានត្រៀមរួចជាស្រេចនៅភាពសប្បាយរីករាយដើម្បីចែកជូនដល់ទស្សនិកជនដែលលោកទស្សនានៅទីផ្ទាល់ទទួលបាននូវភាពរីករាយក៏ដូចជាទូរទស្សនិកជនដែលលោកកំពុងតែទស្សនានៅគេហដ្ឋាននៅក្នុងពេលនេះពីកម្មវិធីតន្ត្រីបាកាសសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទលោកជួបតមកកាន់តន្ត្រីបាកាសបាទហើយពេលនេះលោកបានជួបជាមួយដល់យើងគាត់ជាប្រចាំបាទសំដីផងដែរបាទចាមកវគ្គបានរំលងផុតទៅមិនមិញយើងជួបជាមួយនឹងកំឡោះសង្ហាបាទកំឡោះសង្ហាសាក់ចាឃើញថាប័ណ្ណចម្រៀងរបស់គាត់គឺមានការគាំទ្រច្រើនពីសំណាក់យុវវ័យហើយជាពិសេសគឺបទមួយធ្វើឲ្យគាត់មានការល្បីខ្លាំងគឺបទពេលស្វឹងនឹកអូនជាងគេបាទចាពេលស្វឹងគេថាមនុស្សភាគច្រើនចង់និយាយថានិយាយត្រង់នៅពេលស្វឹងចាឥឡូវខ្ញុំសួរដៃគូខ្ញុំ2នាក់ពេលស្វឹងត្រង់អត់និយាយទៅឲ្យតែពេលស្វឹងតែមានភាពក្លាហានសារភាពទាំងអស់បើអត់ស្វឹងនេះអៀនបាទអៀនណាចុះហេរ៉ូបាទសម្រាប់ខ្ញុំឲ្យតែស្រវឹងនឹកទៅទឹកជាងគេនឹកបន្ទប់ទឹកបាទនឹកបន្ទប់ទឹកជាងគេព្រោះត្រូវការបញ្ចេញចោលពួកពីពេលសម្រាននៅបន្ទប់ទឹកបាទមុននឹងកញ្ញាសារថាពេលស្វឹងតែយើងនិយាយត្រង់អត់បាទនិយាយត្រង់ក៏វាចបាទហេរ៉ូឯងខ្ញុំបើស្វឹងខ្លាំងវាចត្រង់ខ្ញុំលែងដឹងហើយព្រោះខ្ញុំស្លាប់បាត់ហើយមួយទៀតគេហៅអ្នកខ្លះគេហៅស្វាងតឹងស្វឹងធូចាអ្នកខ្លះធុងកំណត់ខ្ញុំអាស្វឹងក៏តឹងណាស្វឹងក៏តឹងណាអូតឹងថ្ងៃតឹងយើងអាពេលស្វាងទៀតបើស្វាងយើងតាមផ្លែតទេស្វឹងយូរបន្តិចគ្រាន់ចេញលុយវាផឹកស្វឹងទៅទៀតចឹងណាអូយស្ងាញ់ណាសុបាយពីដំបងគេបានធ្វើសង្សារធ្វើប្រពន្ធអីលុយមូលហ្មងនេះដល់ពេលរឿងចេញលុយចឹងមានរឿងមួយអញ្ចឹងគេឆ្ងល់ចេះហេតុអីសួរចេះពេលយើងទៅផឹកស៊ីនៅស្រុកខ្មែរស្រុកគេមិនថាឲ្យតែផឹកស៊ីស្រុកខ្មែរឈឺក្បាលហ្មងបាទបើផឹកនៅស្រុកគេចង់ផឹកអីក៏អត់ឈឺក្បាលដែរមូលហេតុអីបាទឲ្យទៅស្រុកគេផឹកអត់អស់លុយហើយស្រុកខ្មែរឲ្យទៅដល់ពេលផឹកហើយមិនដល់ម៉ោងកាត់លុយស្រាគ្នាអូឈឺក្បាលអូនេះផឹកចំស្រាឈឺក្បាលអញ្ចឹងបាទអរគុណច្រើនអញ្ចឹងមុននឹងបន្តផ្ដល់ជូននៅភាពរីករាយជាបន្តទៀតនៅក្នុងវគ្គនេះពីកម្មវិធីតន្ត្រីបាកាសក៏សូមអនុញ្ញាតណែនាំជូននិងម្ចាស់ឧបត្ថម្ភផ្ដាច់មុខដោយបាកាសជាភេសជ្ជៈបើកម្លាំងលេខ1នៅប្រទេសកូរ៉េបាកាសជំនួយស្មារតីក្នុងការបើកបរគ្រប់កាលៈទេសៈបាកាសបន្សាបជាតិស្រវឹងបាកាសលើសពីភេសជ្ជៈបើកម្លាំងចានិយាយពីរឿងស្រវឹងអញ្ចឹងក៏សូមបន្ថែមនៅការប្រុងប្រយ័ត្នតិចពីព្រោះយើងឃើញថាករណីច្រើនណាស់នៅភ្នំពេញយើងដូចជាករណីថ្មីនេះដែលយុវតីគាត់ស្រវឹងខ្លាំងគាត់ទៅបុកលួសដើមឈើនឹងមាននិយាយចំទៅអ្នកដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ហ្នឹងគឺកើតឡើងច្រើនអ្នកស្រវឹងចាអញ្ចឹងបើសិនជាលោកអ្នកដឹងខ្លួនឯងស្រវឹងដូចយើងតែងតែរំលឹកអញ្ចឹងគួរតែចតឡានទុកចោលទៅជិះតាក់ស៊ីទៅផ្ទះឬក៏តុកឬក៏ឲ្យពួកម៉ាក់មកយកទៅដើម្បីសុវត្ថិភាពជាងហើយមួយវិញទៀតដើម្បីថាមិនសាបជាស្រវឹងហ្នឹងកុំភ្លេចបាកាសដាក់ភ្លាមទៅធ្វើយើងឆាប់ស្វាង10នាទី5-10នាទីអីវាទ្រង់ស្វាងមកវិញបន្តិចណាវាខ្លាំងហ្មងអញ្ចឹងតែបាទមុននឹងចេញមកទៅគាត់ដាក់មកឆាច់ទៅបាទដល់ផ្ទះដោយសុវត្ថិភាពបាទចាពីព្រោះឥឡូវនៅពេលដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងគឺគេវាស់ជាតិស្រវឹងនៅក្នុងខ្លួនហើយអញ្ចឹងតាមផ្លូវច្បាប់តែយើងមានជាតិស្រវឹងគឺពិបាកតវ៉ាចាអរគុណច្រើនជួបជាមួយនឹងសុភាពនារីមួយរូបហើយតាមខ្ញុំចំណាំប្រហែលជាលើកទី1សម្រាប់កម្មវិធីនេះហើយគាត់ក៏ជាប់ខ្សែស្រឡាយជាមួយនឹងតារាចម្រៀងដែលល្បីសម្រាប់ខ្ញុំមិនដែលបានជួបគាត់ហើយសម្រាប់កម្មវិធីផ្សេងប្រហែលជាគាត់បានជួបច្រើនអញ្ចឹងចង់ដឹងថាវត្តមានរបស់គាត់នៅក្នុងសប្តាហ៍នេះផ្ដល់ជូននៅបទចម្រៀងពីរោះបែបណានោះសូមទទួលអារម្មណ៍រីករាយនិងផ្ដល់នូវសម្លេងស្វាគមន៍បានខ្លាំងទាំងអស់គ្នា20 ផ្លាយចេះដែរយំខ្លាចគ្មានអ្នកចោលឃើញស្បែ
គ្រូទាយគូខ្ញុំកើតហើយឬនៅគ្រូទាយឲ្យទ្រង់សិនទៅបន្តិចទៀតគុំតែដល់ទេមានគេសំលមងជាកូនខ្មែរមកមានមុនស្នេហ៍គួរឲ្យស្រឡាញ់លើភ្លៀងអរឡើងចង្ហង់ជ័យយកខ្ញុំចិត្តបានប្តីហើយដល់ផ្ទាំងខំប្រឹងតែងកាយប្រឹងផឹកខ្សែលៀបលែឲ្យសប្រើសិតតែមកល្បីទឹកអប់ក៏ថ្លៃហាត់តែចង់ល្អខោអាវវិញតែងឡើងកោឲ្យតែឃើញស្អាតទាំងយកទាំងអង្គសុខចិត្តអត់ញ៉ាំអត់ចង់សុខចិត្តអត់ញ៉ាំអត់ចង់ឲ្យតែបានតាប់តែងខ្លួនប្រាណចង់ណាស់ចង់បានប្តីខ្មែរសាំគេខ្ញុំមិនយកឡើយមិនមែនខ្ញុំរើសអើងឡើយតែខ្លាចពិបាកស៊ីចុកយកប្តីខ្មែរទៅចេញប្រហុកស្រណុកធ្វើមហូបឲ្យញ៉ាំខ្លាំងណាស់ទឹកគ្រឿងម្ជូរគ្រឿងសាច់កប្រហើកឈានទាំងអង្គឡងមឹមបោវិញអត់ទងសិតតែមហូបប្រុសចាំស្រុកខ្មែរអូផ្លិចណាស់មានត្រីទឹកត្រីក្តាប់អំប៉ាលីហាផងដែរនៅមានច្រើនទៀតហោហើយគ្រាន់តែនឹកដល់ក៏ពោះទៅហើយយកសះគេមិនបានឡើយយកសះគេមិនបានឡើយខ្លាចគេឲ្យញ៉ាំតែនំប៉័ងប្រុសខ្មែរគួរឲ្យស្រឡាញ់ចេញយកចិត្តម៉ែឪក្មេងមិនទៀបក៏មិនខ្ពស់ពេកបណ្ដាគ្នាទៅមកសំចង់បានប្តីខ្មែរដល់ហើយខ្ញុំកាលណាលិចមកឲ្យខ្ញុំឃើញទៅកាលពីអាយុ18មិនដែលខ្លាចរឿងអត់ប្តីឡើយដល់ពេលអាយុ20ប្លាយចេះតែយំខ្លាចគ្មានអ្នកចងឃើញស្បែកមុខកាន់តែចាស់ហើយកន់ទៅភ្នែកសោតតែឡើងជ្រួញតើចិត្តធ្វើមុខជួហួនមិនដឹងថ្ងៃណាបានប្តីនឹងគេកិច្ចក៏រំអុកដាក់ម៉ែកិច្ចក៏រំអុកដាក់ម៉ែម៉ែហូចចិត្តខំអស់បីកញ្ញស្ងាត់លួចមើលគ្រូទាយគូខ្ញុំកើតហើយឬនៅគ្រូទាយឲ្យទ្រង់សិនទៅបន្តិចទៀតគុំតែដល់ទេមានគេសំលមងជាកូនខ្មែរមកមានមុនស្នេហ៍គួរឲ្យស្រឡាញ់លើភ្លៀងអរឡើងចង្ហង់ជ័យយកខ្ញុំចិត្តបានប្តីហើយដល់ផ្ទាំងខំប្រឹងតែងកាយប្រឹងផឹកខ្សែលៀបលែឲ្យសប្រើសិតតែមកល្បីទឹកអប់ក៏ថ្លៃហាត់តែចង់ល្អខោអាវវិញតែងឡើងកោឲ្យតែឃើញស្អាតទាំងយកទាំងអង្គសុខចិត្តអត់ញ៉ាំអត់ចង់សុខចិត្តអត់ញ៉ាំអត់ចង់ឲ្យតែបានតាប់តែងខ្លួនប្រាជំរាបសួរមកចេញមកមុខទីបងប្អូន សុវណ្ណារីបាទមានជាប់ពាក់ព័ន្ធអីជាមួយឆៃវិរៈយុទ្ធទេបាទបាទមានអត់បាទជាប់របៀបមិនទៅអារបៀបដូចថាចដូនមួយឬក៏រៀងប្រហើប្រយោលឬក៏បង្កើតបាទបង្កើតបងអូយជឿអត់តែគាត់ប្អូនឆៃវិរៈយុទ្ធបង្កើតអេមកបង្កើតហ្នឹងជឿអត់បាទបាទមិនជឿក៏ត្រូវតែជឿដែរអាចជំរាបបានទេថាបន្ទាប់ពីឆៃវិរៈយុទ្ធមកប្អូនស្រីជាកូនទីប្រមាណក្នុងគ្រួសារបងប្រុសខ្ញុំកូនទី6ខ្ញុំទី7វ៉ាវឆៃវិរៈយុទ្ធ7នាក់ចាបងប្អូន7នាក់ឥឡូវនេះទី7ហ្មងឆៃវិរៈយុទ្ធទីប៉ុន្មានទី6បាទបន្ទាប់គ្នាតែបើថាប្រុសវិញហៅប្រុសពៅហើយចាពីព្រោះដោយសារស្រីពៅនារីតែម្នាក់ហ្នឹងទេ2បងស្រីធំមួយទៀតបងស្រីធំជាងគេទៅចាទី1ដាក់ប៉ក់មួយទៅនារីចាបន្តដេញមកទៀតបុរសដាក់ប៉ក់
ទៀតបរោះទៀតចុងក្រោយប៉ក់នារីបណ្ដោយ បាទ ស្រីដើមស្រីចុង ស្រីចុង គេបើកឆាកនារីបិទឆាកនារី ចា ហើយបាទសុំសួរថាក្នុងបងប្អូន7នាក់ហ្នឹងតារាចម្រៀងតែ2នាក់ឬក៏យ៉ាងម៉េចបាទ ចាតែ2នាក់ឯងមានអ្នកភ្លេង2នាក់ទៀត ទី6ទី7អ្នកចម្រៀងទីប្រមាណភ្លេង ភ្លេងទី2ហើយនឹងទី3 ទី3 យ៉ាគេចេះប្រឡោះគ្នាល្អណា ចាប្រហែលតកូលខាត់ដែរ ចំបងស្រីទី1គាត់ធ្វើការអីដែរ គាត់អត់មានធ្វើអីផងនៅផ្ទះមើលកូន ចាអរគុណសម្រាប់បងស្រីនៅថ្ងៃអង្គរសង្ក្រាន្តខាងមុខសំទោសគឺទៅថ្ងៃចូលឆ្នាំខាងមុខចាសង្ក្រាន្តឆ្នាំថ្មីខាងមុខហ្នឹងនឹងមានកម្មវិធីអញ្ជើញទៅខាងណាខាងណីខ្លះដែរ ចាខ្ញុំទៅជាមួយបងប្រុសនៅសៀមរាបបង នៅសៀមរាបណាបាទ ចា បាទអរគុណច្រើនសវណ្ណរីជួបគ្នាវគ្គក្រោយណាអនុញ្ញាត ចាអរគុណច្រើនចាអរគុណ បាទអរគុណ យើងសួរគាត់ច្រើនទៅវាទៅជាដូចជាយើងនឹងអ្នកជំរឿនវិញហ៎ ទៅជាលក្ខណៈគេហៅថា talk show ណា បាទ concert អរគុណណាស់ពីកម្មវិធីក៏នៅតែបន្តផ្ដល់ជូនភាពរីករាយជូនលោកអ្នកជាបន្តទៀតហើយក៏សូមផ្ដាំផ្ញើផងដែរទៅដល់យុវវ័យទាំងឡាយត្រូវតែជាឲ្យឆ្ងាយនិងនិយាយទៅទីចំពោះគ្រឿងញៀននៅក្នុងពេលនេះពីកម្មវិធីតន្ត្រីបាកាសសូមអនុញ្ញាតសម្រាប់បន្តិចសិន ស្វាគមន៍ជូនដល់បណ្ដាញនៃបាកាសបាទវគ្គនេះពីកម្ពុជាពិសេសដែលបានជួបជាមួយប្រធានតារាចម្រៀងដល់ល្បីបាទចំណាប់កម្មស្មី Sunday ផងដែរបាទហរៈស្មីហ្មង ចាំផលិតកម្ម Sunday ចាហើយសម្រាប់នៅក្នុង studio របស់យើងក៏យើងមានកម្មវិធីសប្បាយៗក្នុងការលេងជាមួយនឹងទស្សនិកជនដែលលោកទស្សនាផ្ទាល់នៅទីនេះចាមានអារម្មណ៍ថាយើងជួបគ្នាមួយសប្តាហ៍ទៀតបែកគ្នាមួយឆ្នាំយើងជួបមានអារម្មណ៍ថាមិនទេណា ខ្ញុំចាប់ concert នៅស្ថានីយ៍សប្តាហ៍ក្រោយពុបសេរីសរងរៀបចំខ្លួនទៅស្រៀប បាទ មកពីស្រៀបវិញត្រូវរូតរះឲ្យទាន់ពេលវេលាព្រោះត្រូវចូលមកវិញឲ្យទាន់អញ្ចឹងបែកតែមួយសប្តាហ៍ទេអត់មួយសប្តាហ៍ អត់មានបែកទេក៏ទៅអត់មានបែកទេ បែកតែសារអត់បានផ្សាយឲ្យគាត់មើលនៅនេះអូត្រូវអត់មានអីបែកជួបគ្នាតែចង់និយាយថាពេលចូលឆ្នាំយកអត់បានជួបគ្នាហ្នឹង បាទបែកខ្ញុំបានជាពេល2សប្តាហ៍ ពីសប្តាហ៍បែកលោកអេលិចណាចាហើយផ្ញើផ្ដាំផ្ញើសួរសុខទុក្ខបងប្អូននៅជប៉ុនពីព្រោះនៅពេលដែលនាងខ្ញុំបរហោះរូបជាមួយនឹងលោកអេលិចអីចឹងមានបងដែលគាត់ជា fan របស់យើងនៅជប៉ុនហ្នឹងគាត់ថាគាត់ប្រាប់ comment យើងវិញថាលោកអេលិចចត្រានឹងមកជិងនៅជប៉ុនចាអញ្ចឹងផ្ដាំសួរសុខទុក្ខពួកគាត់ទាំងអស់គ្នាផង ហើយមិនយូរមិនឆាប់ទេខ្ញុំក៏ទៅលេងជប៉ុនដែរទៅរៀនជប៉ុន ចា បាទគឺទៅលេងតាមសាលាជប៉ុន ចាកូនសិស្សជប៉ុន អូស្អាត ចូលចិត្តកូនសិស្សជប៉ុន ចូលចិត្តសំដីគាត់ព្រោះយុទ្ធពីសំឡេងស្រួយដូចគេបោកចានហ្នឹង ឯកសន្តានគេស្អាត ហើយជិះផ្សេងស្រឡាញ់អាសូមជើងវិញហ្នឹង ខ្ញុំ ហើយជពុតវែងហ្នឹង ខ្ញុំស្រឡាញ់ឯកសន្តានជប៉ុនហ្នឹងដែរថ្ងៃមុនខ្ញុំទិញឯកសន្តានសិស្សជប៉ុនហ្នឹងទិញឲ្យកូនខ្ញុំពាក់ដែរហ្នឹងរឿងបោះស្រួលខ្ញុំអត់ដឹងទេ ចេះទៅពេលខ្ញុំមកវិញ3នាក់យើងអាច ជប៉ុន ម្ដងបាទឯកសន្តានជប៉ុនយ៉ាសូលីណាបាទសូមជឿមិនដែរមកបាទសុភ យីប្រយ័ត្នខ្ជូតខ្លាំងណា សំជុំវែងហ្នឹងសពុតវែងនេះអាវវែងនេះ ចាហើយសងសក់ទីទុយ ខ្លះអត់ទេតម្លាក់សក់ យ៉ាងទៀតហ៎ សិស្សគេទៅរៀន មានអាខ្លះ freestyle ច្រើនបាទ freestyle រឿងមកគេទៅរៀនវាតែគេចូលចិត្តទៅរៀនគេធ្វើម៉ូតធ្វើអីមិនទៅយើងចឹងឡើងកម្មវិធីស្រឡាញ់ម៉ូតសក់អីយើងធ្វើម៉ូតហ្នឹងទៅ នេះបាទយើងនេះ3នាក់ម៉ូតសក់ខុសគ្នាទាំង3នាក់បាទ ចាខ្ញុំដែរដូចអ្នកទាំងពីរផងយូរហើយចាអរគុណ បាទឥឡូវនេះសូមអនុញ្ញាតផ្ដល់ជូននៅភាពរីករាយអញ្ចឹងសូមអរគុណដល់ម្ចាស់ឧបត្ថម្ភ បាទខ្ញុំបាទសូមអរគុណដល់បាកាសជាភេសជ្ជៈប្រកំណត់លេខ1នៅប្រទេសកូរ៉េបាកាសជំនួយស្មារតីក្នុងការបើកបរគ្រប់កលៈទេសៈបាកាសបន្សាប់ជាស្រវឹងបាកាសលើពីភេសជ្ជៈពើកម្លាំង ចាអរគុណឥឡូវនេះសូមអនុញ្ញាតផ្ដល់ជូននៅភាពសប្បាយរីករាយបន្តជាមួយនឹងវត្តមានរបស់តារាកិត្តិយសរបស់យើងចង់ដឹងថាជាតារារូបណាសូមសម្លេងស្វាគមន៍ឲ្យខ្លាំងមួយមក ស្រឡាញ់ទាំងទឹកភ្នែកមិនអាចកុំដល់ព្រឹកស្អែកខ្លាចរិនក្រំគ្រាខំមាត់បែកខ្នងដែរចុះទាំងមិនបានពូលពីលាព្រោះខ្លាចពុំងារមិនព្រមបាញ់ចប់ប
បងល្អមិនគ្រប់គ្រាន់ឲ្យអូនផ្ញើជីវិតទេអនាគតមាសមេមិនអាចបំផ្លាញត្រឹមមួយយប់រាល់ថ្ងៃបងជាអ្នកណាក៏បងមិនដឹងប្រាកដអូនគុំហត់ស្រឡាញ់បងអីគ្មានលទ្ធផលឡើយមានអ្នកណាល្អជាងបងអូនស្រឡាញ់គេទេសូមគុំទ្រាំធ្វើជាស្គរស្នេហ៍អូនអើយត្រូវហ៊ានសួរបេះដូងថាវាចង់បានអ្វីមានអ្នកណាល្អជាងបងអូនស្រឡាញ់គេចុះសូមគុំទ្រាំស្មោះនឹងប្រុសដែលគ្មានទាំងក្តីគួរដោះលែងខ្លួនឯងហើយទទួលអ្នកថ្មីលោកនេះខ្វះអីប្រុសល្អច្រើនណាស់អ្នកណាល្អជាងបងស្រឡាញ់គេទេសូមគុំទ្រាំនៅអីគ្រាន់ឲ្យអូនផ្ញើជីវិតទេអនាគតមាសមេមិនអាចបំផ្លាញត្រឹមមួយយប់រាល់ថ្ងៃបងជាអ្នកណាក៏បងមិនដឹងប្រាកដអូនគុំហត់ស្រឡាញ់បងអីគ្មានលទ្ធផលឡើយមានអ្នកណាល្អជាងបងអូនស្រឡាញ់គេទេសូមគុំទ្រាំធ្វើជាស្គរស្នេហ៍អូនអើយត្រូវហ៊ានសួរបេះដូងថាវាចង់បានអ្វីមានអ្នកណាល្អជាងបងអូនស្រឡាញ់គេចុះសូមគុំទ្រាំស្មោះនឹងប្រុសដែលគ្មានទាំងក្តីគួរដោះលែងខ្លួនឯងហើយទទួលអ្នកថ្មីលោកនេះខ្វះអីប្រល្អច្រើនណាស់មានអ្នកណាជាងបងអូនស្រឡាញ់គេណាសូមគុំទ្រាំធ្វើជាស្គរស្នេហ៍អូនអើយត្រូវហ៊ានសួរបេះដូងថាវាចង់បានអ្វីមានអ្នកណាល្អជាងបងអូនស្រឡាញ់គេចុះសូមគុំទ្រាំស្មោះនឹងប្រុសដែលគ្មានទាំងក្តីគួរដោះលែងខ្លួនឯងហើយទទួលអ្នកថ្មីលោកនេះខ្វះអីប្រល្អមានច្រើនណាស់អរគុណបាទខ្ញុំបាទក៏សូមអនុញ្ញាតគោរពជម្រាបសួរបាទទស្សនិកជននៅទីនេះផ្ទាល់ក៏ដូចជាបាទកំពុងតែតាមដាននៅគេហដ្ឋានផ្ទាល់ផងដែរអរគុណច្រើនសុខសប្បាយទេបាទខានជួបគ្នាយូរនៅស្ថានីយ៍ទូរទស្សន៍អាស៊ីគ្នេយ៍អរគុណច្រើនរីករាយជាមួយខ្ញុំបាទជាបន្តទៀតជាចង្វាក់អារម្មណ៍វងដើម្បីអបអរព្រឹត្តិពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងខាងមុខនេះអរគុណច្រើនរីករាយជាមួយកំសាន្តជាមួយខ្ញុំបាទដូចតទៅអូនណាយអូនដើរមកពីណាបងគិតថាប្រហែលមកពីវត្តលោកអូនណាយទៅមកពីវត្តណាវត្តថ្មបើកឬមួយវត្តត្រពាំងឈូកឈ្ងុយណាស់ក៏ពុំគ្រូកក្នុងស្រាំងបងជួយក្លិនមហូបបើនៅសល់ពីចង្ហាន់លោកបងសុំហូបបានទេថ្លៃមេឃក្តៅពើដើរអត់បាំងឆាត់បងអាណិតឃើញសាច់អូនត្រូវថ្ងៃអូនឡើងជិះម៉ូតូបងទៅបងទុំទៅ
តែកុំតើមកភ័យស្ម័គ្រចិត្តមិនគិតកំไรមិនខ្លាចអស់សង្ឃទេថ្លៃធានាមិនឲ្យអូនកើតអីណាកុំភ័យបងថាមិនអីទេមុនរួមវងអាណិតផងធ្វើគូរបានទេរួមត្រឹមម៉ោង8កន្លះបងដុំទៅផ្ទះណាមាសមេយប់ជ្រៅកុំឲ្យម៉ែជេរមិនឲ្យរូបស្រីខ្មាំងគេឆ្នាំក្រោយអូនហើយមិនយូរទេប្រាប់ម៉ែឲ្យចូលដណ្ដឹងអូនអរគុណច្រើនអូនមកពីវត្តណាវត្តថ្មបើកឬក៏វត្តតាពាំងឈូកអរគុណរីឌីកំសាន្តជាមួយខ្ញុំបានបទទៀតជាចង្វាក់ឡំលាវវិញម្ដងតែឆ្លងឆ្លើយលងស្នេហ៍កមុំកងមាសរីឌីកំសាន្តដូចតទៅក៏ហ៊ានសុំលេឃើញអូនស្អាតពេកបងទ្រាំមិនបានទេពើពួកកែបាញ់ជុំលែជំនាញនេះជាយូរនៅបើតាមគិតទៅចេះពេលជួបអូនមិននៅមិនចឹងសយដោះសារគ្មានតើមួយម៉ាត់អ្នកខេតពោធិ៍សាត់ឬមួយកោអ្នកបាត់ដំបងមុខដូចបងនឹងអ្នកពោធិ៍សាត់បាត់ដំបងខំឲ្យនូនឡងកំពុងចាំទេណាអូនស្រីអ្នកកំពុងចាំស្អីមិនខ្ញុំមិនដែលឃើញចឹងមនុស្សច្រើនយ៉ាងនឹងអូនចាំមុខអស់ដែរឬអីនៅស្រុកភូមិអីដែរសូមប្រាប់ឲ្យអស់សេក្តីព្រៃទៅទឹងណាស្រីចឹងតាបានលៀមខុងគេអ្នកណាមិនល្បីព្រៃទៅទឹងសុទ្ធតែប្រុងស្អាតទាំងស្មោះហើយថែមទាំងឆ្លាតអូនស្គាល់បងថាមិនខុសទេតែស្អាតហើយស្អាតហើយស្អាតហួងលុយណាស់អាខាងដែរញ៉ាយបានអួតយំទេមុខវិញដូចបងប្អូនស្វាលេងសើចអីបងស្រឡាញ់អូនយូរហើយបើជឿទេថាជឿបងទៅយើងអ្នកខែតែមួយទេណាដឹងតាបងអ្នកព្រៃទៅទឹងអូនអ្នកក៏មានសំគ្នាណាស់ណាចឹងទៅអូនណាបងឲ្យពុកម៉ែចូលស្ដីព្រៀងខំស្កាត់មករំដល់ស្រុកអនឯងប៉ុណ្ណឹងហើយប៉ុន្តែនឹងយល់ទៀតមែនបានអត់កំមុំហើយទៅទឹងកំមុំហើយទៅទឹងនឹងម៉ែខ្ញុំស្រឡាញ់បងច្រើនណាអត់ជឿតែបេះដូងបងនេះត្រូវការតែអូនម្នាក់មិនអកឡាណាស្រឡាញ់បងទៅណាមាត់តែអត់ចង់ប្រុសអើយប្រុសមិនដែលស្គាល់សមក៏ហ៊ានសុំលេឃើញអូនស្អាតពេកបងទ្រាំមិនបានទេពើពួកកែបាញ់ជុំលែជំនាញនេះជាយូរនៅបើតាមគិតទៅចេះពេលជួបអូនមិននៅមិនចឹងសយដោះសារគ្មានតើមួយម៉ាត់អ្នកខេតពោធិ៍សាត់ឬមួយកោអ្នកបាត់ដំបងមុខដូចបងនឹងអ្នកពោធិ៍សាត់បាត់ដំបងខំឲ្យនូនឡងកំពុងចាំទេណាអូនស្រីអ្នកកំពុងចាំស្អីមិនខ្ញុំមិនដែលឃើញចឹងមនុស្សច្រើនយ៉ាងនឹងអូនចាំមុខអស់ដែរឬអីនៅស្រុកភូមិអីដែរសូមប្រាប់ឲ្យអស់សេក្តីព្រៃទៅទឹងណាស្រីចឹងតាបានលៀមខុងគេ
អ្នកណាមិនល្បីព្រៃទៅទាំងសុទ្ធតែប្រុងស្អាតទាំងស្មោះហើយថែមទាំងឆ្លាតអូនស្គាល់បងថាមិនខុសទេ តែស្អាតហើយស្អាតហើយស្អាតហួងលុយណាស់អាខាងដៃញ៉ាយបានអួតយំទេមកវិញដូចបងប្អូនស្វា លេងសើចអីហេបងស្រឡាញ់អូនយូរហើយបើ ជឿទេ ថាជឿបងទៅយើងអ្នកខែតែមួយទេណា ដឹងតា បងអ្នកព្រិញទៅទាំងអូនអ្នកកងមាសសំគ្នាណាស់ណា ចឹងហ៎ បងទៅអូនណាបងឲ្យពុំម៉ែចូលស្ដីព្រៀង បាទជំរាបសួរជើញមកកំមុខតិច ចា ទាំងលោកឆៃវិរៈយុទ្ធក៏ដូចជាប្អូនស្រីថ្ងៃនេះគឺនាំគ្នាមកប្រមូលផលអាស៊ីគ្នា ដល់ពេលចាប់ដៃបងប្អូនឯងជ្រៀងអញ្ចឹងមានអារម្មណ៍មិន ឆ្កល់និយាយតតចប់កាត់មកគេបាត់នេះ គេចាំដឹងមិនស្ងៀមអត់ទេមិនឯងសភាខាងប្អូនស្រីឯងឥឡូវសភាបងផងម្ដងចាដល់ពេលជ្រៀងមួយប្អូនស្រីអញ្ចឹងមានអារម្មណ៍មិនដែរ គឺធម្មតាទៅតាមអត្តន័យនៃបទចម្រៀង ធម្មតា ហើយគឺសបាយទៅតាមអត្តន័យនឹងចង្វាក់ភ្លេង អី តែ មិន ម្ដង ខ្លាចគេថាមែនតែនអី តាមអត្តន័យបទចម្រៀ ប៉ុ ង ន្តែបត់មិនមានដូចជាឬដូចជាខេត្តពោធិ៍សាត់បាត់ដំបងនិងកំពង់ចាមហើយសម្រាប់ខ្ញុំតោះបាទ គាត់សួរខ្ញុំ មានខេត្ត បាទ ណាវិញបាទ សួរថាម៉េច សួរថាអ្នកពោធិ៍សាត់ហើយអ្នកបាត់ដំបងព្រោះអីគាត់មកញ៉ែខ្ញុំហ្នឹងអ្នកកងមាស អូអ្នកកងមានកំពង់ចាមបាទ ចា ខ្ញុំប្រាប់ទៅវិញថាមុខដូចបងនឹង ពូសัตว์បាត់ដំបងខុសហើយនួនអងកំពុងចាមទេណាអូនស្រី អ្នកកំពុងចាំស្អីមិនខ្ញុំមិនដែលឃើញអញ្ចឹង អ្នកកំពុងចាំអីក៏ទុំឆ្លៅអញ្ចឹងណា អូនចាំមុខអស់ដែរឬអី នៅស្រុកភូមិអីដែរសូមប្រាប់ឲ្យអស់សេក្តី ជប់អូននឹកពីសិនភ័យតែតឹងណាស្រី អញ្ចឹងតាបានឲ្យលៀមខុសគេ បាទគាត់ទៅទៅ និយាយថាពីរអ្នកបងប្អូននឹងអាចលេងកំ pl ែងបានណាចាអរគុណហើយនេះគឺជាបទថ្មី បត់ថ្មី សម្រាប់ផលិតកម្ម Sunday បាទគឺបាទថ្មីយើងកំពុងតែចរាចរនៅតាមទីផ្សារហើយសម្រាប់អបអរព្រឹត្តិពិធីបន់ចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើង ចា បាទហើយសង្ក្រាន បាទ ឆ្នាំថ្មីនៅកោផងដែរ បាទ ចេញទៅដែរតាណា បាទ ចាទាំងពីរអ្នកបងប្អូនណាចាហើយក៏មិនហ្នឹង ចង់ជំរាបថាសូមឲ្យបងប្អូនទស្សនិកជនមហាជនទាំងអស់គាំទ្រនៅការជាវនៅ CD Original ចាអញ្ចឹងបានអ្នកតារាចម្រៀងគ្រប់រូបគាត់មានកម្លាំងកាយកម្លាំងចិត្តនៅក្នុងការប្រឹងច្រៀងបើយើងទិញតែគប់ពីរហ្នឹងអត់មានចំណូលទេចាហើយវាខូចទីខូចអីយើងខូចម៉ាស៊ីនខូចអីយើងផងចាចាអរគុណច្រើន អរគុណ ចា អស់ហើយណាខ្ញុំអាចនិយាយបាន ចាចាចាឥឡូវខ្ញុំថយក្រោយទេខ្ញុំថយក្រោ អរ យ គុណបាទសម្រាប់វត្តមានរបស់លោកឆៃវិរៈយុទ្ធក៏ដូចជាបងស្រីនៅមានបទចម្រៀងជាបន្តទៀតនៅក្នុងកម្មវិធីរបស់យើងឥឡូវនេះសម្រាប់សិនចោលដោយសារ3បទជាប់គ្នារៀងហត់ទៅណា អរគុណបាទសម្រាប់ផ្លេបន្តិចទៀតយើងជួបគ្នាតាមរយៈបទចាំបងខ្លាយជាសទ្ធិ បាទអរគុណ ចាំការ អរគុណផងដែរ ចាអរគុណច្រើន អរគុណនៃក៏សូមប្រាំផ្ញើផងដែរទៅដល់អ្នកបបរទាំងឡាយសូមមេត្តាបើកបរដោយការគោរពច្បាប់ចរាចរណ៍យល់យុគអត់អន់អធិស្ឋានឲ្យគ្នាដើម្បីសេចក្តីសុខផ្ទាល់ខ្លួននិងអ្នកដែលរួមដំណើរលើផ្លូវជាមួយយើងពេលនេះពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិន ស្វាគមន៍ជួនតមកកាន់កម្មវិធីតន្ត្រី Bakas បាទ ចាតយោអីតប្តី ទៅ ប្រាំ យកដីប្រាំង ចុះបើលោកឯងតយោប្រពន្ធប្រាំងដែរអត់ទេចឹងមិនថាយុវជនយុវតីយើងឥឡូវគាត់មានការច្នៃប្រឌិតចាថាបាត់ហ្នឹងតំលឺគាត់ច្រៀងហ្នឹងណាបាត់ហ្នឹងតំលឺគាត់ច្រៀងហ្នឹងណា ខ្ញុំធ្វើវាអត់ដូចទេកន្លែងណាវិញខ្ញុំសេរីបន្តិចមើលកុំឲ្យទស្សនិកទស្សនិកជនឆ្ងល់នៅផ្ទះ គាត់ឆ្ង ណា ល់ទីបងប្អូន តែមកវិញយើងសោចដូចអត់មានរឿង ចា បើដឹងជាធ្វើអ្វីឲ្យដូចគាត់ទេបែរ ទៅចោលលោកប្តីទៅយកប្រពន្ធប្រាំ ប្រាំ ង ងសកត់ចង់ក្រោយទៀត តែប្រាំង មិនប្រាំងចឹងទេប្រាំង ប្រាំង បងប្អូនគាត់ឆ្ងល់ហើយបាទដោយសារតែពេលយើង ចា សម្រាប់ឲ្យមានការឬការអ្នកចម្រៀងថាមានការច្រៀង ចា ប្រកួតប្រជែងគ្នាបាទមានទាំងលោកខេមរៈស្រីមុនមិញកញ្ញាសុកពិសេសកញ្ញាអ៊ីវ៉ាបាទឥឡូវយើងហត់ហើយបាទ Cheer សុំជួលផងអត់តន់ហងអែដែរ ថ
ថៃញ៉ាំណាអត់ផឹកដែរប្រយ័ត្នព្រោះដាក់មុខមិនតន់លេបណាស្លាស់កហ្មងណាចាអញ្ចឹងជាថ្មីម្ដងទៀតសម្រាប់ទេថាបាកាសសម្រាប់លោកអ្នកដែលមានការហេវហត់អត់កម្លាំងងុយសម្រានពេលបើកបរអីផ្សេងចាអាចទទួលបានជាទទួលទៀតបានចាពិសេសមួយទៀតខ្ញុំទឹមទទួលបានព័ត៌មានមកបាកាសមិននឹកស្មានដល់ម្លឹងបាទជាពិសេសសម្រាប់គូស្វាមីភរិយាថ្មីដែលរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងណាចាគូថាពីថ្ងៃគាត់មិនហត់ទទួលភ្ញៀវអូទទួលនោះពជាផងស្រាផងហត់តកិច្ចមួយអាកូនកន្លោះហត់តកិច្ចមួយកូនកំមុំមិនស្វឹងមិនចាំតថេតថែយប់ឡើងមិនសេរីលែងចេញសេរីអីហេចាំបន្តទៀតគ្រាន់តាស្រួលដល់ម៉ោងអាចារ្យគោះមើងឲ្យចូលបន្ទប់ណាពីកំប៉ុងម្នាក់មកកំប៉ុងភឹបអស់តោះស្វាងចេះនិយាយពីមិនដឹងជាស្អីខ្លះទេយប់ហ្នឹងឡើងលយមកឡើងភិលមកមិនខ្ញុំស្ដាប់មកផ្លេទៅខ្ញុំស្មានតាកេញលោបាកាសគាត់មាន promotion នេះសម្រាប់គូស្វាមីភរិយាអរេព្រោះធម្មតាកម្មវិធីអាពាហ៍ពិពាហ៍កូនកន្លោះកូនកំមុំគឺជាតួឯកសំខាន់ក្នុងសាច់រឿងហ្នឹងអញ្ចឹងរវល់ណាជុលកែវហត់តកិច្ចធម្មតាទាំងយើងគេណា2ថ្ងៃជាប់គ្នាចឹងគាត់ហត់ហើយបាទតើហើយបើកាសទៅបើកម្លាំងទៅមានកម្លាំងព្រឹសតែម្ដងបាទយប់ឡើងអាចារ្យកំណត់ថាត្រូវសេរីយប់នឹងទៀតបាទមិនចប់ចឹងដាក់ទៅជាសកួរទៅបើកូនរបស់គាត់មានជាមួយទំនំផ្អែមអាចដាក់ជាមួយនេះបើកា sugar free ទៀតបាទចាពណ៌ផ្ទៃមេឃចាហើយបាទដូចពណ៌នាងខ្ញុំទទួលទានថ្ងៃនេះហ្នឹងគឺទូទៅអ្នកមិនមានបញ្ហាទឹកនោមផ្អែមឬក៏លើជាស្ករគឺញ៉ាំបានទាំងអស់ហើយសំខាន់បំផុតគឺទទួលទានមិនមានការប៉ះពាល់ដល់សុខភាពល្បីទាំងអស់ចាហើយអាចបន្សាបនៅជាតិស្វឹងអាចបន្សាបនៅជាពិសេសបន្សាបការងងុយបាទពេលខ្លះយើងបើកឡានណាលើសតទៅ1ម៉ោងឬក៏ចូលដល់ម៉ោងទី2ហ្នឹងគឺទងទុនភ្នែកចាអញ្ចឹងជាមួយនឹងបាកាសលោកអ្នកអាចកែប្រែបញ្ហាទាំងអស់នោះបានចា៎បាទអរគុណច្រើនអញ្ចឹងមុននឹងផ្ដល់ជូននៅភាពរីករាយជាបន្តនៅក្នុងវគ្គនេះពីកម្មវិធីតន្ត្រីបាកាសសូមអនុញ្ញាតណែនាំជូននៅម្ចាស់ឧបត្ថម្ភផ្ដាច់មុខដោយបាកាសជាភេសជ្ជៈពៅកម្លាំងលេខ1នៅប្រទេសកូរ៉េផ្សំពីយិនសិននិងសារធាតុជាច្រើនសម្រាប់ជំនួយរាងកាយនិងខួរក្បាលធ្វើឲ្យរាងកាយមាំមួនកម្លាំងខ្លាំងក្លាបំបត្តិភាពនឿយហត់បាកាសបន្ថយភាពអស់កម្លាំងជាក្បាលជំនួយស្មារតីក្នុងការបើកបរបាកាសបន្សាបជាតិស្រវឹងជួយសម្រួលចង្វាក់បេះដូងជួយការពារប្រព័ន្ធកោសិកាថ្លើមជំនួយស្មារតីបង្កើនភាពចងចាំលោកអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមក៏អាចបើកកម្លាំងបានជាមួយនឹង Bacchus Sugar Free ដែលគ្មានសារធាតុស្ករ 100% Bacchus លើសពីភេសជ្ជៈបើកម្លាំងចាអរគុណច្រើនឃើញថាសម្រាប់ថ្ងៃស្អែកបងប្អូននៅខាងព្រៃវែងអ្នកលឿងបវត្តស្វាយរៀងចានឹងទទួលបាននៅសមិទ្ធផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋជាពិសេសគឺឲ្យមុនចូលឆ្នាំហ្នឹងគឺការសម្ពោធជាផ្លូវការនៃស្ពានអ្នកលឿងបាទស្ពានខ្សែកាបធំជាងគេណាចាមានអ្នកណាអ្នកខាងអ្នកលឿងច្រើនណាស់បាច់សួរទេសំបាទណាព្រៃវែងស្វាយរៀងច្រើនចាយើងឈប់ជីសាឡាងហើយបាទយប់នេះខ្ញុំបាទមកពី concert ខាងស្វាយរៀងដែរជីសាឡាងទៅឃើញស្ពានស្អាតមែនទេពីបាទចាខ្ញុំចង់តែឆ្លងមែនទេណាបាទវិញធំមែនទេបាទស្អែកទៅស្អែកលពោទៅស្អែករវល់ហ្នឹងហើយចាអត់ទេថ្ងៃណាមួយយើងនឹងទៅពីព្រោះអីនៅពេលដែលស្ពានគេហៅថាស្ពានទៅតាឆ្លងទេថាសម្ពោធថ្មីចឹងយើងឡើងទៅដើម្បីឲ្យបានហេងចាសពមុខសពបែបហ្មងណាអរគុណអញ្ចឹងសូមទទួលនៅភាពរីករាយជាបន្តពីកម្មវិធីរបស់យើងបាទសូមផ្ដល់នូវកម្លាំងចិត្តដល់តារាកិត្តិយសបានខ្លាំងទាំងអស់គ្នាមិនមែនមានថ្ងៃអូនអាចយល់ទេថាអ្នកស្នេហ៍ទេវាឈឺខ្លាំងប៉ុណ្ណានេះតែគេក្បត់អូនវិញទៅលើសោកជាពេលឃើញទឹកភ្នែកបងមិនសឹកខាត់អូនដែលទៅស្រវាអ្នកថ្មីឆ្ងល់ស្រីអីហ៊ានក្បត់ប្រុសមិនអាសូរអូនជាស្រីសក់មិនធ្វើខ្លួនឲ្យថ្លៃថ្នូរជាតិណាបានធ្វើជាមនុស្សស្មោះដូចគេស្មោះបងអូនស្លាប់អើបានប្រឹងក្បត់ស្នេហាឈ្មោះជាស្រីសាវ៉ាពីរស់ណាស់មែនទេបងសុំ
អាចយល់ពីអ្នកស្មោះពេលវាឈឺខ្លាំងពុំណានោះតើគេខ្វះពេលវិញទៅយល់ពេលស្មោះចាំពេលគូចិត្តនៅបងចិត្តថតអូនដែលទៅស្រវាអ្នកឈរស្រីអីហ៊ានអត់មិនអាសើជាស្រីសងមិនគួរខ្លួនអត់ខ្លាចមកជាតាបានខំមកជាមិនស្មោះដូចអស់បងអូនស្លាប់អើបានព្រឹកបាត់ស្នេហាជួយជាស្រីសាវ៉ារស់ណាស់មែនទេបងសឹងចូលពីណានឹងបងមកជាចារីករាយសម្ដាប់ជាមួយនឹងខ្ញុំមួយបទទៀតដំបូងអូនប្រាប់បងថាបេងដូងអូនគ្មានអ្នកណាអូនលួចមានបងព្រោះចិត្តឯកាបត់សង្សារឯបងក៏គូចិត្តជាកម្មបងឬសំណាងគេអូនបានក្បត់គេតែបងឈឺចាប់ខ្លាំងព្រោះស្រឡាញ់អូនពិតគ្រាចុងក្រោយអូនជ្រើសគេចោលបងស្អប់ខ្លួនឯងដែលស្រឡាញ់អូនព្រមធ្វើមនុស្សមកធ្វើសង្សារលួចលាក់តែជឿខ្លួនឯងស្រីម្នាក់ព្រមឈឺចាប់តែមិនព្រមបាត់អូនពីជីវិតបងស្អប់ខ្លួនឯងនៅតែស្រឡាញ់ព្រោះទាំងខ្លួនចាញ់គេទេអូនស្មោះពិតស្រឡាញ់អូនណាស់អាចភ្លេចទៀងថាភ្លេចស្លាប់បងអាចធ្វើឬសំណាងគេអូនបានក្បត់គេតែបងឈឺចាប់ខ្លាំងព្រោះស្រឡាញ់អូនពិតគ្រាចុងក្រោយអូនជ្រើសគេចោលបងស្អប់ខ្លួនឯងដែលស្រឡាញ់អូនព្រមធ្វើមនុស្សមកធ្វើសង្សារលួចលាក់ជឿខ្លួនឯងស្រីម្នាក់ព្រមឈឺចាប់តែមិនព្រមបាត់អូនពីជីវិត
លេចស្លាប់បងអាចធ្វើអបខ្លួនឯងដើរស្រឡាញ់អូព្រមធ្វើក្នុងធ្វើសង្សារនោះអ្នកលេងជឿស្រីម្នាក់ព្រមពីចាំតែមិនពោប្រាប់អូនពីជីវិតបងស្អប់ខ្លួនឯងនៅតែស្រឡាញ់ព្រោះដឹងខ្លួនចាត់គេទេអូនស្លាប់ស្រឡាញ់ថាផ្លេចស្លាប់បងអាចធ្វើបានថាផ្លេចស្លាប់បងអាចធ្វើបានចាអរគុណ បាទជំរាបសួរសុចិតា សួរបងសួរ បែកគ្នាមកយប់ ចានិយាយចំមុនហ្នឹងគឺពងពិភាក្សាជាមួយលោកអេលិចថាចាំបងអូនស្រីហ្នឹងមិនក៏គាត់ជើងតែបាត់ប្រុសចំណងចឹងនេះបាត់ប្រុសទេដល់ហើយចឹងទៅអេលិចគេថាសមត្ថភាពគាត់ខ្ពស់ហើយពិសេសមែនទែនជាពិសេសបើចំកំងតារាចម្រៀងណាមកស្រុកខ្មែរគាត់ជើងបានទាំងអស់ហើយបើអត់ជឿភ្នាល់ឥឡូវជឿអត់ ទាំងស្រីទាំងប្រុស ទាំងនារីទាំងបុរស ចាឥ ឥឡូវចង់ស្ដាប់បទខេមហ៎ចេះបទជីវិតក្មេងពៀលហ៎អូ ឥឡូវកំតាន់សុំសួរសិន ចាំមើល អានេះ ស្ដាប់មក អា ប នេះ ទសិ ឲ្យ ន ស្ងៀមសិនមើលបានទេខ្ញុំសុំសម្ភារសិន វា បាន ឃ្លានស្ដាប់នេះ ខ្ញុំចង់ដឹងថាសាវតាគាត់មកពីណាពី បា ណី ត់ដំបង ខ្ញុំយើងនឹងសុចិតា បងប្អូនមែនបង ពួក បងប្អូ គាត់ ន អាសាឡាកម្មវិធីខ្ញុំ បងស្រីអ្នកបាត់ដំបងចាបងថ្ងៃយើងអ្នកជំនាញឬក៏យ៉ាងម៉េចដែរនៅស្ងៀមចឹងនិយាយថាជារាល់ថ្ងៃនេះយើងជាតារាចម្រៀងប្រចាំនៅខេត្តហ្នឹងឬក៏ថាយើងមានកន្លែងជាងអីឬក៏យើងជាសិស្សធម្មតាទេ ជាសិស្សផងនៅផ្ទះបងអត់មាន អូ ជានិយាយចំអ្នកបាត់ដំបងហ្មង ស្ដាប់ចម្រៀង ឥឡូវគឺលោក បាទសុំ ហេ ផ្ទះដៃជូនលោកខេមឲ្យខ្លាំងទាំងអស់គ្នាបាទឥឡូវបងរាប់ជូនណា 1 2 3 ខ្ញុំច្រៀងរឿងពិតជីវិតក្មេងពីលពេលឈឺទើបដឹងក្រំគ្រីកាលជាធ្វើបាបគ្រួសារ បានសម្រាប់ខេមឈប់សិនខេម វ៉ា ខ្ញុំ វបាទ ខ្ញុំឡើងពើ ពីរោង តា ណាបាត់ដូចមែនទែន ឥឡូវជាមួយខ្ញុំសេរីមួយទៀត នៅណាមិនចេញខេម ទុកឲ្យខ្ញុំសេរីមួយទៀតសុំព្រៀបសវັດ ចា ចង់ស្ដាប់លោកព្រៀបសវັດទេផ្ទះដៃជូនលោកព្រៀបសវັດមួយទៀតសេរីមកឆ្ងាញ់ឲ្យថ្ងៃនេះកុំភ័យតើលោកព្រៀបសវັດត្រៀម1 2 3 ដៃគង់ថ្ងាំងស្រណោះណាំងម្ចាំងស្នេហ៍កាលអូនរៀននៅស្រុកស្រែខែដកស្ទូងភ្លៀងធ្លាក់ជោគជ័យ បានអាណិតលោកព្រៀបសវັດកំពុងឈឺក្បាលខ្លាំងនៅផ្ទះសុំមួយទៀត ចា ខេមរៈសេរីមុន កន្លុកក៏បាន ចម្រៀងចា បាទឥឡូវត្រៀម អោះ ផ្ទះដៃជូនលោកស្រីមុនមួយទៀតត1 2 3 ដឹងអូនជាតារាមិនខ្វល់អ្នកតាមស្នេហ៍ឡើយតែបងមិនអាចដើរបកក្រោយលងស្នេហ៍អូនហើយជាតិនឹងលឹងពីហ្វេនបានអូ បាន វ៉ាវបាទ បានឲ្យលឿនណា ដូចមែនទែនហ្មងណាបាទ កម្មវិធីនេះមានសុជាតិតាមកមួយចំណេញលុយស្មើនឹងជួលតារាចម្រៀងមកជិត20នាក់កុំមកឲ្យថាគាត់ចេះតែខាងប្រុស កុំតន់ណាចាំកាត់លេខទូរស័ព្ទឲ្យបង ឥឡូវខ្ញុំទុកឲ្យខ្ញុំអ្នកស្រីស្រង់ហ្នឹង ទៀត ឥ ទៅ ឡូវអស់សង្ស័យឯខាងប្រុសចង់បានអីបានទៀតឥឡូវចង់បានអ្នកណាទៀតខាងប្រុស សុកស័យ បាទអ្នកណាគេ ជប់សាខាងប្រុសសិន ខាងប្រុសហ៎ អស់នៅខាងប្រុសចង់បានណាទៀតបាទ បាទ ណាគេហេខេមហើយ ខេមហើយអី ខេមហើយបាទ ឆៃប្រយុទ្ធហើយអី ហើយដែរ ចាណាគេ ឥឡូវចេះកុំឲ្យឆ្លោះគ្នាមើលទៅអត់ដល់ចេះទៅខាងស្រីវិញ ខាងស្រីវិញ ចង់ជួបជាមួយអ៊ីវ៉ាអត់ផ្ទះដៃជូនអ៊ីវ៉ាតោះអ៊ីវ៉ាត្រៀម1 2 3តែបត់អីក៏បានអ៊ីវ៉ាដាក់អាបាត់ស្រីចិនសិនហ្មង នេះទៅទងស្រៀងអ៊ីវ៉ា តោះកុំមកឲ្យគេរនឹក យ៉ាង
ឥឡូវនឹកអ្នកមកមុនសុកពិសីមុន សុកពិសី តត្រៀម1 2 3 ចាំបងត្រឡប់មកជួបសាសងម្ដងទៀតសូមកុំឃ្លាតជួបទៀតណាស្នេហ៍ស្នងទោះបីមានឧបសគ្គមករារាំងយ៉ាងណាក៏អូនស្រឡាញ់បងមិនព្រមរីថយឡើយបានមើលទៅលុយនឹងទិញថ្នាំថ្លៃព្យាបាលកំពង់កសុំមួយទៀតអោកសគុណកញ្ញាចាតែឲ្យជូនអោកសគុណកញ្ញាមួយទៀតដាក់អាមកសេតចឹងហ្មងតោះត្រៀម1 2នឹកបាត់នឹកបាត់សិនបាទកញ្ញាមុនជើងកញ្ញាអ៊ីវ៉ាមុនជើងអ៊ីវ៉ាបាត់ខ្នើយប៉ាក៏បានដែរអោកសគុណកញ្ញាបាត់អោកសគុណកញ្ញាបាត់ថ្មីបាត់អីចាខ្នើយប៉ាណាបាត់ពីដើមតោះនឹកឃើញទៅតោះអូខេអញ្ចឹងត្រៀមរាប់ជូនណាខ្នាមុនកញ្ញាមុនឬក៏អ៊ីវ៉ាមុនអ៊ីវ៉ាមុនអូអ៊ីវ៉ាឡើងមកមុនចាអ៊ីវ៉ាធ្វើខ្លួនឲ្យមុនអត់ត្រៀមអ៊ីវ៉ា1 2 3ចង់នឹងជួបបងម្ដងទៀតឆ្លៀតមើលមកលើកចុងក្រោយមិនលើពីមួយម៉ោងឡើយអាចអើយបានទេមិនទៀតអស់នៅក្តៅដែរខ្ញុំមិនក៏គ្រប់មុខទៅឯងមែនព្រោះមកប្រមូលយកលុយពីអាស៊ីគ្នាអស់មកឥឡូវសុំអោកសុំកញ្ញានឹកឃើញនៅមានបទចម្រៀងមួយណាមានសុខសភាឬក៏សគុណនីសាឥឡូវឲ្យតែអ្នកចម្រៀងស្រីល្បីដាក់មកឥឡូវបានខណៈទៀតឥឡូវសួរសម្រាប់ចិត្តមកឥឡូវកុំឲ្យបងរើសឥឡូវអាចបានមានសុខសភាឬក៏សគុណនីសាចាអោកសគុណកញ្ញាឃើញហើយតែខ្លួនហើយតើត្រៀមមើលតែដៃអោកសគុណកញ្ញាតែចេញមករួចទេក្តៀនទៀតឡើ1 2 3ចង់បន្តគួរតែបន្តរូបអូនដែលនាំឲ្យស្នេហ៍ក្រំគ្រាបន្តអូនគ្មានសិនទៀមទាតុងពេលវេលាដើម្បីស្នេហាចង់បន្តគួរតែបន្តរូបអូនមិនអាចនៅចិត្តសងសាបន្តអូនដែលពងប្រាថ្នារលាវេហាដូចជាដួងកាយទោះឆ្ងាយសែនឆ្ងាយពីបងមានអារម្មណ៍ថាចាំផ្អែមជាងម្ចាស់បាត់គេផងណាព្រោះមិនស្អាតដូចទាំងអស់ណាបាទមិនដែរចង់អត់ជឿខ្ញុំនៅឥឡូវបងឆ្ងល់តែមួយបងឆ្ងល់ថានេះជាដងពីកំណើតមកឬក៏ជាការហាត់រៀនអត់ទេម៉ែគាត់បង្កើតមកចឹងហ្មងគាត់ប្រាប់ខ្ញុំចឹងការសុភាពចាថាយើងមានចំណងចំណូលចិត្តតាំងពីអាយុប្រហែលដែរបើយើងអាចហាត់រៀនកាលហ្នឹងដូចជាចិត្ត10ឆ្នាំគាត់ប្រាប់ខ្ញុំតែស្ងៀមយើងមិនមែនសុជាតិតាសុជាតិតាឆ្លើយឲ្យកូនអាយុជិត10ឆ្នាំមក10ឆ្នាំបាទហើយបងសុំសួរថាចេះបាទឆ្នាំមួយឆ្នាំឥឡូវជាង10ហើយ20ឆ្នាំ10ឆ្នាំអាជាង10ហ្នឹងមិន20ការវឹកហាត់គឺ10ឆ្នាំហើយរវាងតារាចម្រៀងប្រុសស្រីគឺថាមួយណាយើងគឺថាងាយស្រួលជាងស្រួលទាំងអស់ស្រួលទាំងអស់មកសំបីមួយសំបីអូតែជូតសុចិត្តថាខ្លាំងទាំងអស់នេះអត់ទេនេះបងហេរ៉ូទៅសភាឡើងទាំងអស់ហើយបងកញ្ញាសុជាតិតាដឹងទាំងអស់បាទខ្ញុំប្រាប់ឲ្យថាគាត់ជាមនុស្សដែលមានសមត្ថភាពដែលមានទេពកោសលអញ្ចឹងចំណុចសំខាន់ខ្ញុំឆ្កឹះសួរបាទសួរឥឡូវចង់សួរតែសួរជាតិតាសួរតែសួរឥឡូវសួរសួរថាហេតុអីបានជាគាត់មានឱកាសឡើងមកកម្មវិធីរបស់យើងមកសម្រាប់នេះខ្ញុំវាលើកទី1ឯណានិយាយទៅមកច្រើនដងហើយអ្នកតំណងដំបងមកហ្នឹងដូចជាបងចារធីអញ្ចឹងគាត់តែងតែប្រឱកាសគាត់អ្នកបាត់ដំបងដូចគ្នាបាទព្រោះគាត់បាត់ដំបងហើយណាមួយទៀតសុជាតិតាឲ្យតែពេលគាត់មកឈប់ខ្ញុំប្រាប់មួយទៀតព្រោះអត់សួរបើគាត់មកពេញម្ដងគឺគាត់ត្រូវច្រៀង2ថ្ងៃគឺសៅផងអាទិត្យផងដើម្បីឲ្យរួចសុហុយឡាននឹងថ្លៃថ្នាំមើលពងកមកទៀតចឹងបានន័យថាបងអូនស្រីនៅបាត់ដំបងយើងមានច្រៀងតាមអាហ្វែកាយដែរឬអត់ទេនេះក៏ពីមុនច្រៀងនៅពុញនិធានឥឡូវអញ្ចេះបងប្អូនចង់បានកញ្ញាសុជាតិតាបាទអាចទេមកបងហេរ៉ូបានបងគឺជា assistant ផ្ទាល់របស់កញ្ញាសុជាតិតាឥឡូវហ្នឹងដឹងទាំងអស់អរគុណចាឥឡូវសូមមួយម៉ាត់ទៀតកុំឆ្លើយបាទតែសុំឆ្លើយហើយអញ្ចឹងបានន័យថាចាប់ពីពេលនេះទៅបើសិនជាមានតាមបណ្ដាស្ថានីយ៍ទទួលផ្សេងឬក៏អាហ្វែផ្សេងគេអញ្ជើញបងអូនទៅច្រៀងព្រោះនេះដូចជា Rolling ដំបងអញ្ចឹងណាចាយ៉ាងមិនដែរយើងនឹងឲ្យទៅហៅគាត់ទៅហើយគាត់ប្រាប់អញ្ចឹងណែស្ងៀមយើងទទួលស្វាគមន៍គ្រប់អាហ្វែទាំងអស់ឬក៏យ៉ាងមិនដែរចាបងទទួលម៉ែអញ្ចឹងអាចប្រកាសលេខទូរស័ព្ទលើកញ្ចក់ទូក៏បានដែរបាទចាលេខប៉ុន្មានដែរអ
លេខទូរស័ព្ទខ្ញុំ012 72 6061ចា បាទអរគុណច្រើនហាមទេមកញ៉ៃញ៉ៃ នេះ អរគុណសម្រាប់សិនសុចិតាជួបគ្នាវគ្គក្រោយអូនតផឹកណាស់តិចបាទអរគុណ ចា សម្រាប់ ក៏ប៉ុន្តែឃើញថាគាត់មានសមត្ថភាពអញ្ចឹងសូម